ปนสบลายฉับกระมอนบอกไม่อยากทำสันแต่นะนึกดาวคลังนะอัลโหลសូឡាងឯងកំពុងធ្វើអីហ្នឹងហ៎ខ្ញុំកំពុងនៅផ្ទះហ្នឹងណាឯងឆាប់ចេញមកឲ្យលឿនឡើងមកហើយនេះបងមានកាយណាខ្ញុំទៅផ្ទះនឹងបងអូនសុធាងគីឈឺខ្ញុំទៅកាយទេបងចាប់ស្អែកទៅឲ្យបងអើបានទេឯងត្រូវទៅមកណាលឿនឡើងឆាប់ចេញមកអូខេចឹងខ្ញុំចេញទៅក៏បានចាទីតាំងមកប្រពន្ធសម្លាញ់ហ៎បងមានការងារបន្តមួយបងទៅជួបបញ្ចាំងមួយផ្នែកណាបងទៅមកផ្នែកទេបន្ទាប់មកវិញហើយអូនមានការអីខំបងភ្លាមទេស្លាកអីមកហើយបងមានការអីហ៎ហើយមកឯងគួយចោះសិនមកបងគ្មានរឿងអីច្រើនទេបងគ្រាន់តែចង់ហៅឯងបញ្ចេញផឹកស៊ីហ្នឹងណាហើយចង់ណែនាំមិត្តភក្តិរបស់សង្សារគ្នាមកឲ្យឯងស្គាល់ណាស៊ីផឹកអីទៅបងចាខ្ញុំស្មានតែបងមានរឿងអីបន្ទាត់សុទេប្រពន្ធខ្ញុំកំពុងឈឺនៅផ្ទះក៏តែបងឲ្យខ្ញុំចេញមកផឹកស៊ីចោលទៅកើតអាយ៉ាចាំយើងណែនាំឯងឲ្យស្គាល់នេះគឺជាបស្រីរបស់បងចំណែកខាងនេះវិញជាមិត្តភក្តិរបស់បស្រីយើងនាងមើលទៅស្អាតដែរតើយ៉ាងមិនដែរទេសួស្តីបងខ្ញុំឈ្មោះអាចិនបងចាំងបងថ្លៃខ្ញុំថ្ងៃនេះសុំទោសផងចុះពួកបងសប្បាយតាមសម្រួលចុះប្រពន្ធខ្ញុំនៅឈឺគេនៅផ្ទះខ្ញុំសុំលាទៅមើលនាងមុនសិនហើយណាសូឡាអាចារ្យណាឆាប់ទៅបងតើបងប្រញាប់ទៅណាប្រពន្ធរបស់បងឈឺមិនចឹងទេអញ្ចឹងបងកុំឲ្យពួកយើងរងចាំយូរបងឆាប់ញ៉ាំមួយកែវសិនទៅយ៉ាងម៉េចបងមិនចាប់អារម្មណ៍នឹងខ្ញុំទេប្រពន្ធបងឈឺទឹកមុខស្រីស្រាមានត្រង់ណាដែលបងចាប់អារម្មណ៍ទៅមកឆាប់ផឹកជាមួយអូនទេដំបងខ្ញុំមិនគួរសមទេខ្ញុំនឹងផឹកមួយកែវនេះអស់ទីពីរនោះថ្ងៃនេះសម្ដីនាងនិយាយនោះគឺប៉ះពាល់អារម្មណ៍ខ្ញុំមែនទែននាងជាប្រពន្ធរបស់ខ្ញុំមិនមែនជាស្រីមុខស្រីស្លាកដូចនាងថានោះទេនាងជានារីម្នាក់ដែលតាមខ្ញុំទាំងទុកលំបាកនិងជានារីដែលផ្ដល់កំណើតឲ្យកូនខ្ញុំផងដែរបើប្រៀបធៀបនឹងប្រពន្ធខ្ញុំគឺនាងមិនបានមួយចំណិតប្រពន្ធខ្ញុំឡើយសូឡាងមិនបានជាឯងហ៊ាននិយាយចឹងនេះចង់មានយ៉ាងម៉េចទៅយើងប្រាប់ឯងបើឯងហ៊ានចេញទៅយើងអស់បងអស់ប្អូនទាំងគ្នាទៀតហើយណាឯងសម្រេចចិត្តទៅបងចង់រាប់អានខ្ញុំឬមិនចង់រាប់អានក៏ដោយបងប្អូនគំរូបែបបងនេះគឺគ្មានតម្លៃសម្រាប់ខ្ញុំទេលោកតកែអានេះថៃប្រហែលដែរអូនឹង50យន់50យន់ណាបាទមិនក៏ថ្លៃខ្លាំងម្ល៉េះ
ខ្ញុំតត្រូវការទេអូមិនអីទេលោកតកាថ្លៃតរេនេះថ្លៃប្រហែលដែរទេ235យន់ល្អចឹងប្រពន្ធសម្លាញ់ណាបងមកវិញហើយ មិនក៏បងឆាប់មកវិញម្លេះទិញផ្លែទុរេនមកទៀត អូមិនអីទេកុំបារម្ភអីយកអូនធូរក៏រត់បានហើយនៅហ្នឹងបាទ អូនចិត្តជាហើយអូនកេញបានតែបន្តិចគឺប្រកាសជាហើយ ពេលអូនគ្រាន់បានអូនសម្រាប់បានច្រើនកុំធ្វើការខ្លាំងពេកឬទេ មិនអីទេបងអូនក៏ទំនេរដែរលោកប្តីបងទិញទុរេនមកធ្វើអីដឹងវាអស់លុយច្រើនដែរទេ ប្រពន្ធសម្លាញ់ណាវាជាផ្លែឈើដែលអូនចូលចិត្តមានអីថ្លៃប៉ុណ្ណឹងព្រោះឲ្យបងឈប់ញ៉ាំស្រាហើយព្រោះអូនតែងបារម្ភពីបងនោះអីបងញ៉ាំស្រានាំទៅຕົកដាក់ខ្លួនបើបងមិនប្រយ័ត្នគ្រោះថ្នាក់តែមកទៅបងយកលុយដែលទិញស្រាយកមកសន្សំទុកយកទៅទិញចំណីឆាយៗឲ្យអូនល្អជាងប្រពន្ធសម្លាញ់ការវិនិយោគល្អបំផុតរបស់បរិះគឺមិនមែនតែលើផ្ទះឡាននោះទេទោះបីមានឬក្រក៏ដោយគឺសំខាន់គឺមានមនុស្សស្រីល្អម្នាក់នៅក្បែរគាត់ស្រឡាញ់និងលើកទឹកចិត្តគាត់ណាចំណែកអូនវិញជីវិតរបស់បងហើយជាទ្រព្យមានតម្លៃសម្រាប់បងដែរណា